ចាប់ផ្ដើមខ្ញុំបាទសូមគោរពអញ្ជើញឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យឯកមនោសែនប្រធានបណ្ឌិតសភានគរបាលកម្ពុជាមានមតិបើកកិច្ចប្រជុំថ្ងៃនេះយើងទាំងអស់គ្នាបានជួបជុំគ្នាដើម្បីតាមដានត្រួតពិនិត្យវាតម្លៃនៅសមិទ្ធផលដែលយើងបានសម្រេចរួមគ្នាជាច្រើនបន្តតាមគន្លងនៃមរតកអភិក្រមដ៏មានតម្លៃរបស់សម្ដេចតេជោហ៊ុនសែនផែនការយុទ្ធសាស្ត្រតួនាទីភារកិច្ចនិងអភិក្រម 5+1 របស់បណ្ឌិតសភាក្រោមដំបូលរាជរដ្ឋាភិបាលនៃការដឹកនាំដ៏ឆ្លៀសវៃពោពេញដោយធម៌ពលនិងគតិបណ្ឌិតខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដ៏ឆ្នើមដ៏មានសក្តានុពលនិងឧត្តមភាពនៃកម្ពុជាដែលមានការគាំទ្រពេញចិត្តទុកចិត្តនិងជឿជាក់ពីប្រជាពលរដ្ឋមជ្ឈដ្ឋានជាតិនិងអន្តរជាតិការដឹកនាំបញ្ជាតាមដានត្រួតពិនិត្យនិងយកចិត្តទុកដាក់ជាប់ជាប្រចាំពីឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃការខិតខំបំពេញតួនាទីនិងភារកិច្ចប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំសាស្ត្រាចារ្យគ្រូនិងមន្ត្រីនគរបាលជាតិទាំងអស់នៃបណ្ឌិតសភានគរបាលកម្ពុជាដោយមានកិច្ចសហការគ្នាល្អសាមគ្គីភាពរឹងមាំឆន្ទៈមោះមុតបដិញ្ញាចិត្តខ្ពស់ជាប់ជាប្រចាំដើម្បីធានាឲ្យបាននៅនិរន្តរភាពនៃការងារស្នូលប្រកបដោយគុណភាពកិត្យានុភាពឧត្តមភាពនិងការជឿទុកចិត្តពីថ្នាក់ដឹកនាំខ្លួនយើងផ្ទាល់អង្គភាពប្រើប្រាស់កងកម្លាំងប្រជាពលរដ្ឋដៃគូសហការទាំងជាតិនិងអន្តរជាតិជាបឋមខ្ញុំបាទសូមគោរពឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យឯកមនោសែនប្រធានបណ្ឌិតសភានគរបាលកម្ពុជាជាទីគោរពខ្ញុំបាទសូមគោរពអនុញ្ញាតអានរបាយការណ៍សង្ខេបស្ដីពីលទ្ធផលការងារប្រចាំខែតុលានិងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកាឆ្នាំ2025របស់បណ្ឌិតសភានគរបាលកម្ពុជាដូចតទៅអង្គប្រជុំជាទីមេត្រីកន្លងទៅនេះការទទួលស្គាល់ការវាយតម្លៃគុណភាពអប់រំពីគណៈកម្មាធិការទទួលស្គាល់គុណភាព ACC បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការរីកចម្រើនយ៉ាងខ្លាំងរបស់បណ្ឌិតសភានគរបាលកម្ពុជាការបដិញ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងបំពេញបានតាមស្តង់ដារចាំបាច់ដែលបានកំណត់ជាលទ្ធផលបណ្ដោះអាសន្នតាមរយៈ Exit Meeting កាលពីថ្ងៃទី27ខែតុលាឆ្នាំ2025យើងមានជំនឿជឿជាក់ថាលទ្ធផលដែលបណ្ឌិតសភាទទួលបានគឺកម្រិតទទួលស្គាល់ពេញសិទ្ធិដែលមានរយៈពេល5ឆ្នាំសូមអបអរសាទរបន្ថែមពីនេះបច្ចុប្បន្នយើងកំពុងតែលើកកម្ពស់សមត្ថភាព Digital ផ្នែក AI ទាំងអស់គ្នាហើយខ្ញុំមានទំនុកចិត្តនិងជំនឿជាក់ថាកិច្ចការងារនេះនឹងរួមចំណែកជួយយើងយ៉ាងច្រើនក្នុងការជំរុញភាពរីកចម្រើនចំទិសត្រូវពេលរបស់អង្គភាពយើងខ្ញុំសូមឲ្យអង្គប្រជុំពិនិត្យសម្រេចតាមរយៈការលើកដៃបើឯកភាពទៅលើរបាយការណ៍នេះសូមលើកដៃ